ត្រូវដើរពីដងទៅព្រិនឯកសារខ្លះសិនដើម្បីទៅពិនិត្យសុខភាព Morning នេះទៅព្រិនឯកសារហៅព្រិនថយមកចំនួនដល់យើងត្រូវគឺដំណើរទៅរកទីពេទ្យដែលយើងបានណាត់ជាមួយពេលមុនមកហ្នឹងគេឲ្យappointment ជាមួយពេទ្យឲ្យហើយគេ recommend ឲ្យយើងទៅពេទ្យណាជិះយើងទៅតាមគេទៅហើយឯកសារអីគឺគេមានសភៅមួយឲ្យយើងមើលដើម្បីថាត្រូវការឯកសារគេខ្លះធ្វើអីគេត្រូវធ្វើឯកសារគេខ្លះចឹងទៅដើរយូរទៅរៀងឡេតម៉ោងទៅពេលមើលទៅបើជីទីធាឬក៏ឡានក្រុងអីប្រហែលជាត្រូវការ1ម៉ោងអញ្ចឹងឥឡូវមានតែហៅឡានជីទេដើម្បីទៅផ្ទាល់ព្រោះខ្ញុំណាត់ត្រឹម10កន្លះឥឡូវម៉ោង9កន្លះបាត់ហើយពេទ្យហ្នឹងទៅជិត1ម៉ោងបើយើងជីមធ្យោបាយសាធារណៈហ្នឹងចូលមានតែចាំឡានលើនេះចូលដល់ពេទ្យបានលេខរងចាំហើយអូលេខនឹងច្រើនហើយឥឡូវទៅមុនហ្នឹងគេគឺ process ឯកសារឬ check passport check មើល visa ហើយបន្ទាប់មកត្រូវបង់លុយឥឡូវបង់លុយហើយត្រូវទៅជាន់ទី3ដើម្បីធ្វើ process តទៀតអូនទៅច្រើនខ្លាំងហ្មងឥឡូវនេះcheck up សុខភាពអីអស់ហើយទៅតាមផ្លូវទៅស្លាវិញចិត្តដល់ហើយតពីខាងក្រុងដល់ស្លាវិញអញ្ចឹងតែអស់ហើយតែរីសាលតតែ Resta អីគេចឹងបានគេឲ្យយកនៅសាលា The International Student Office គេនៅ